ទាំងអស់គ្នាដែលកាត់អត់ថាមនុស្សដែលបានបាត់បង់ជីវិតទៅហើយអាចងើបមកថតរូបជាមួយនឹងអ្នកដែលនៅរស់បានដែរឬក៏អត់នៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកម្លែករឿងមួយដែលជាហេតុការណ៍ចម្លែកនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកកាលពីកំឡុងឆ្នាំសង្គ្រាម1919គឺមានករណីចម្លែកមួយកើតឡើងប៉ុន្តែដោយសារតែវាយូរឆ្នាំពេកចឹងទៅអត់មានអ្នកជីកកកាយនៅរឿងហេតុទាំងអស់ហ្នឹងយកមកនិយាយទេរហូតមកដល់ឆ្នាំ1975គឺមានអតីតមេបញ្ជាការម្នាក់ដែលគាត់មានឈ្មោះថា Victor Goddard ដែលគាត់ជាអតីតមេបញ្ជាការនៅក្នុងអង្គភាព Wing Commando នៅក្នុងសម័យសង្គ្រាមគាត់បានយករូបមកសន្លឹកដែលថតតាំងពីឆ្នាំ1900ហ្នឹងយកមកផ្ដិតហើយក៏ចាប់ផ្ដើមមានការដាក់បង្ហាញនៅរូបភាពទាំងអស់ហ្នឹងក៏មានការចាប់អារម្មណ៍នៅរូបខាងក្រោយគេនៃរូបថតហ្នឹងបើយើងរាប់ពីជួរមនុស្សដែលគាត់បានឈរក្រោយគេគឺលំដាប់ជួរទី4គឺយើងឃើញស្មោលមនុស្សម្នាក់ដែលនៅក្នុងរូបភាពទាំងអស់ហ្នឹងគឺគេបានបញ្ជាក់ថាគឺជារូបរបស់បុគ្គលម្នាក់ដែលគាត់បានស្លាប់បាត់បង់ជីវិតហើយអញ្ចឹងរូបថតមកស្លឹកណាគឺចាប់ផ្ដើមជជែកវែកញែកពីមួយទៅមួយហើយបញ្ជាក់ពីការបកស្រាយរវាងមួយទៅមួយអញ្ចឹងថាតើវាអាចទៅរួចអត់ពីព្រោះតែថ្ងៃនោះគឺជាថ្ងៃបុណ្យសពរបស់គាត់ហើយហេតុអីបានគាត់ហ្នឹងងើបមកឈរថតរូបជាមួយអ្នកដទៃទៀតតាមនៅក្នុងរូបភាពហ្នឹងអ្នកដែលបានធ្លាប់ធ្វើការជាមួយនឹងគាត់ឬក៏អ្នកដែលបានមានវត្តមាននៅក្នុងរូបថតហ្នឹងក៏បានបញ្ជាក់ប្រាប់ថានោះច្បាស់ជាថាគាត់ហ្នឹងអត់ទាន់បានដឹងថាគាត់បានស្លាប់បាត់បង់ជីវិតទេរូបថតមកស្លឹកហ្នឹងគឺត្រូវបានគេជជែកវែកញែកយ៉ាងខ្លាំងដោយសារអ្នកខ្លះគេនិយាយថាវាគឺជាការពិតប៉ុន្តែអ្នកខ្លះទៀតគឺនិយាយថាវាជាការប្រឌិតតែលោកមេបញ្ជាការ Victor Goddard ហ្នឹងគាត់បានអះអាងថារូបភាពនោះគឺអត់មានការកាត់តទេក៏ព្រោះតែក្នុងកំឡុងសម័យ1919 1935អីហ្នឹងអត់ទាន់មានបច្ចេកវិទ្យាណាសម្រាប់ការកាត់តរូបភាពអីជឿនលឿនដូចសម័យឥឡូវទេអញ្ចឹងរូបថតហ្នឹងគឺគាត់បានផ្ដិត2ដងរួចហើយផ្ដិតលើកទី1ហ្នឹងតាំងពីឆ្នាំ1935មកម្លេះប៉ុន្តែអត់មានអ្នកចាប់អារម្មណ៍ប្រហែលទេដោយសារតែស្រុកតែពេលហ្នឹងគឺទើបតែចាប់ផ្ដើមងើបពីសង្គ្រាមឡើងអញ្ចឹងហើយរូបថតមួយហ្នឹងគ្រាន់តែមានការងើបឆ្ងល់អត់ទាន់មានការជជែកវែកញែកទេប៉ុន្តែនៅក្នុងឆ្នាំ1975លោក Victor Goddard ហ្នឹងគាត់បានយករូបថតហ្នឹងមកម្ដងទៀតហើយបានដាក់បង្ហាញជាសាធារណជនទស្សនានៃកម្រងរូបថតវីរបុរសក្នុងសម័យសង្គ្រាមដោយសារតែពួកគាត់គឺជាអ្នកពលីជីវិតដើម្បីទឹកដីដើម្បីមាតុភូមិអញ្ចឹងហើយពួកគាត់នៅសល់តែកម្រងរូបភាពអ្នកខ្លះក៏បានបាត់បង់ជីវិតនៅក្នុងសម័យសង្គ្រាមអ្នកខ្លះក៏បានបាត់បង់អវយវៈណាមួយនៅក្នុងសម័យសង្គ្រាមអញ្ចឹងទៅហើយអ្នកខ្លះទៀតក៏មានការរស់រានមកដល់បច្ចុប្បន្នអញ្ចឹងទៅអញ្ចឹងរូបភាពទាំងអស់ហ្នឹងគឺជាកម្រងអនុស្សាវរីយ៍មួយដែលលោក Victor Goddard ដែលគាត់ជាអតីតមេបញ្ជាការ Wing Commando ហ្នឹងគឺគាត់បានយករូបថតទាំងអស់ហ្នឹងយកមកធ្វើការបង្ហាញជាសាធារណជនដល់តែពេលមានការបង្ហាញជាសាធារណជនអញ្ចឹងទៅទើបចាប់ផ្ដើមមានការភ្ញាក់ផ្អើលពីរូបថតរបស់ Freddie Jackson ហើយអរគុណច្រើនសម្រាប់ការទស្សនានិងចាំជួបគ្នានៅវីដេអូវគ្គក្រោយបន្តទៀតអរគុណ